ជំរាបសួរបងហើយថ្ងៃនេះយើងខ្ញុំសូមបង្ហាញពីម៉ាស៊ីនស៊េរីថ្មីដែលប្រើខ្សែ resistance ខ្សែកាបូនដើម្បីភ្ញាស់គ្រប់ពងសត្វដែលបងកំពុងតែមានតម្រូវការចង់ភ្ញាស់ហើយប្រភេទម៉ាស៊ីននេះដែរពួកយើងបានធ្វើការដំឡើងហើយមួយឈុតគឺបងគ្រាន់តែយកទៅដាក់ចូលធុងក្រដាសធុងស្នោបងអាចប្រើបានហើយខ្សែក្រហមនេះដែរគឺជាខ្សែសម្រាប់តភ្ជាប់ជាមួយនឹងកញ្ច្រែងវីពងនៅពេលណាដែលបងរវល់អត់បានវីពងខ្លួនឯងអញ្ចឹងបងអាចទិញថែមកញ្ច្រែងពីខាងប្អូនបានបាទហើយចូលមកដល់កន្លែងនេះដែរគឺយើងធ្វើការយកបន្ទាត់វាស់ទំហំរបស់ម៉ាស៊ីនហើយយើងយកប៊ិចឬក៏ហ្វឺតយកទៅគូរនៅលើធុងក្រដាសធុងស្នោដែលបងមានហ្នឹងគូរហើយកាត់ឲ្យត្រូវតាមទម្រង់ហ្នឹងទៅបងណាដើម្បីជៀសវាងការរង្គើម៉ាស៊ីនអត់ហឹបល្អហើយនឹងជ្រុះម៉ាស៊ីននៅពេលដែលបងលើកហើយវិធីកាត់ដូចជាងាយទេយូរខ្ញុំសង្ឃឹមថាបងគាត់ចេះហើយដូចជាมันពិបាកអីទេតែគ្រាន់តែថាមានចម្ងល់ត្រង់ណាបងអាចពិនិត្យនៅលើវីដេអូនេះសារឡើងវិញទៅអាចមើលនៅចន្លោះខ្លះដែលបងកំពុងតែមានចម្ងល់